កសិករម្នាក់បានរងរបួសធ្ងន់និងបញ្ជូនទៅសង្គ្រោះភ្លាមៗខណៈត្រាក់ទ័របានខូចខាតស្ទើរទាំងស្រុងដោយសារផ្ទុះគ្រាប់មីនតោនពេលភ្ជួរដីចម្ការនៅចំណុចអូថ្មក្នុងភូមិអូជីកឃុំផ្អាវស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យអធិការស្រុកត្រពាំងប្រាសាទលោកជ័យវាសនាប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថានៅព្រឹកថ្ងៃទី23ខែមេសាឆ្នាំ2025នេះមានហេតុការណ៍គ្រោះថ្នាក់ដោយសារគ្រាប់មីនតោនមួយករណីបណ្ដាលឲ្យអ្នកបើកបរត្រាក់ទ័របានរងរបួសជាទម្ងន់និងបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យភ្លាមៗលោកបញ្ជាក់ថាកសិករនោះឈ្មោះហែមកៅអាយុ24ឆ្នាំរស់នៅភូមិអូជីកឃុំផ្អាវបានបើកត្រាក់ទ័រទៅភ្ជួរដីស្រែចម្ការរបស់ខ្លួនដើម្បីដាំដំឡូងមីហើយបានបើកបរជន់លើមីនតោនបង្កឲ្យទុះរបួសធ្ងន់និងខូចខាតត្រាក់ទ័រយ៉ាងធ្ងន់ធ្ងរចំណែកប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យលោកឃ្លោកហួតបញ្ជាក់ថាក្រោយពិនិត្យឃើញជនរងគ្រោះរបួសធ្ងន់ពេកមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យសម្រាប់បញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបហើយអ្នកជំងឺនេះតាមខ្ញុំទទួលបានព័ត៌មានថារបួសត្រូវក្បាលហើយមានបាក់ដងក្បិតផ្នែកខាងស្ដាំហើយបន្ទាប់ពីសង្គ្រោះបឋមរួចរាល់អីហើយខាងទីពេទ្យលង្វែងបានបញ្ជូនបន្តទៅទីពេទ្យខេត្តសៀមរាបអគ្គនាយកដ្ឋានស៊ីម៉ាក់លោកហេងរតនាបានសរសេរនៅលើ Facebook របស់លោកថាអ្វីត្បិតសង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុងជាង25ឆ្នាំទៅហើយប៉ុន្តែសំណល់យុទ្ធភ័ណ្ឌសង្គ្រាមនៅក្នុងប្រទេសកម្ពុជានៅតែបន្តបំផ្លិចបំផ្លាញសេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរហើយរាជរដ្ឋាភិបាលកំពុងតែបន្តខិតខំលុបបំបាត់សត្រូវជាឃាតករលាក់មុខនេះផងដែរ